សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំយករឿង anime ចាស់មួយដែលមានចំណងជើងថា The Seven Deadly Sins យកមកសម្រាប់ចែកជូនដល់អ្នកនរគ្នាបានស្ដាប់តោះកុំឲ្យការពេលយូរយើងចូលទស្សនាទាំងអស់គ្នាបាទផ្ដើមនឹងសាច់រឿងមកយើងនិយាយអំពីអាណាចក្រមួយដែលនៅផ្ទះសម្បែងរបស់អ្នកភូមិបានខ្ទេចខ្ទីដោយសាររឿងមិនទាន់បានបញ្ជាក់មុនបន្ទាប់មកមានក្មេងប្រុសម្នាក់និងបុរសវ័យចំណាស់ម្នាក់និយាយពីបញ្ហាភូមិរបស់ពួកគេដោយបញ្ហាសង្គ្រាមមួយនេះធ្វើឲ្យទាហានទីច្រើនត្រូវបានពលីសាច់រឿងកាត់មកដល់នៅចិត្តភូមិមួយដែលមានឈ្មោះថាសេនមានក្មេងប្រុសម្នាក់ដែលជាតួអង្គឯករបស់យើងធ្វើការនៅក្នុងហាងស្រាមួយកន្លែងហើយគេក៏ចិត្តល្អណាស់បានធ្វើម្ហូបឲ្យភ្ញៀវពិសាដែលមានរសជាតិឈ្ងុយឆ្ងាញ់អូខ្ញុំភ្លេចប្រាប់តួអង្គរបស់យើងមានឈ្មោះថា Meliodas មួយសន្ទុះក្រោយមកយើងឃើញកូនជ្រូកមួយដែលមានឈ្មោះថាហុកមួយក្បាលដែលជាជំនួយការរបស់ Meliodas មកជួយការងាររបស់គេខណៈពេលនោះអ្នកនៅក្នុងហាងបាននិយាយគ្នាលេងរឿងការពី10ឆ្នាំមុនអំពី The Holy Knight ដែលស្លាប់ទាហានជាច្រើននៅក្នុងសង្គ្រាមដ៏ខៅខើមួយនេះពិភាក្សាគ្នាបានបន្តិចក៏មានមនុស្សពាក់របាំងមុខចម្លែកម្នាក់បានដើរចូលមកធ្វើឲ្យមនុស្សនៅទីនោះផ្អើលចាយជើងគ្នាប៉ុន្តែតាមពិតមនុស្សរបាំងមុខម្នាក់នោះជាមនុស្សស្រីដែលនាងមានឈ្មោះថា Elizabeth បន្ទាប់ពីបានងើបពីសន្លប់ Meliodas បានចម្អិនអាហារឲ្យនាងញ៉ាំប៉ុន្តែម្ហូបនោះឆ្ងាញ់ជាជាងធ្វើឲ្យអ្នកភូមិញ៉ាំមួយសន្ទុះក្រោយមកក៏មានក្រុមទាហានមួយក្រុមបានមកខាងសាររបស់គេដើម្បីស្វែងរកមនុស្សរបាំងមុខនោះខណៈពេលនោះ Meliodas បានចេញមកហើយយកមនុស្សរបាំងមុខនោះធ្វើឲ្យក្រុមទាហានទាំងនោះមានការស្រឡាំងកាំងជាខ្លាំងពេលនោះក្រុមទាហានរបស់ពួកគេបានឃើញ Elizabeth ហើយក៏ដេញតាមការចាប់តាមរបស់ក្រុមទាហានបានរំខានដោយកូនជ្រូកហុកនិង Meliodas ប៉ុន្តែក៏មើលដៃរបស់ Meliodas បាទមុននឹង Elizabeth ចាក់ចេញនាងក៏បាននិយាយថាពួក Holy Knight បានចាប់ស្ដេចដាក់គុកហើយដែលធ្វើឲ្យស្រុកទេសចាប់ផ្ដើមមានសង្គ្រាមបន្ទាប់ពីនិយាយគ្នាបានបន្តិចក៏មានមនុស្សចម្លែកម្នាក់បានមកវាយប្រហារពួកគេដែលឈ្មោះរបស់គេគឺ Tigo Sama ប៉ុន្តែពួកគេមិនមានបញ្ហាអ្វីទេប៉ុន្តែបុរស Sama ពិតជាខ្លាំងគាត់អាចកាប់ព្រៃឈើបានទាំងអស់គ្រាន់តែក្រវ៉ាត់មួយដាវ Elizabeth ចង់ប្រគល់ខ្លួនឲ្យ Sama ប៉ុន្តែត្រូវបាន Meliodas បញ្ចេញសមត្ថភាពពិតរបស់គាត់ដែលធ្វើឲ្យ Sama បាក់ស្បាល់របស់គាត់ការមកជប់បន្ទាប់យើងដឹងថា Elizabeth គឺជាកូនស្ដេចដោយសារមានការប្រឆាំងទៅស្រេចចិត្តឲ្យនាងចាក់ចេញពីវាំងបានធ្វើឲ្យនាងវង្វេងដល់ហាងស្រារបស់ Meliodas កាលមកដល់ថ្ងៃថ្មីយើងឃើញថាទូស្រីរបស់យើងពាក់ឈុតស្អាតមែនទែនលុះពួកគេបានចូលភូមិក៏ឃើញក្មេងប្រុសម្នាក់បានឆ្លុះគ្នាជាមួយអ្នកភូមិរឿងកាលពី10ឆ្នាំមុន The Holy Knight បន្ទាប់មក Meliodas បានហៅក្មេងប្រុសម្នាក់នោះទៅហាងស្រារបស់គេក្មេងប្រុសម្នាក់នោះចង់ប្រមូលព័ត៌មានពីរឿងរ៉ាវ The Holy Knight តាំងពី10ឆ្នាំមុននិងអំពើបាបទាំង7ដែលបានបាត់កាលមកដល់ក្នុងភូមិមានចលាចលជាខ្លាំងដោយសារតែអ្នកភូមិធ្វើការតវ៉ាដោយសារគ្មានទឹកប្រើប្រាស់ក្នុងភូមិមានបញ្ហាដោយសារតែមានដាវជាប់នៅក្នុងដីនេះមួយសន្ទុះក្រោយមក Meliodas បានដកដាវនោះធ្វើឲ្យអ្នកភូមិមានការភ្ញាក់ផ្អើលជាខ្លាំងកាលមកដល់ពេលយប់យើងឃើញនៅតួអង្គម្នាក់ទៀតដែលមានឈ្មោះថា Domi ធម្មពលរបស់គាត់គឺជាលំពេញទឹកស្រាប់តែពេលនោះមេដូបានគប់លំពេងនោះតម្រង់ទៅ Meliodas ប៉ុន្តែត្រូវបាន Meliodas គប់បកទៅវិញធ្វើឲ្យមេដូមានការភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់ Meliodas ជាខ្លាំងការមកជុំបន្ទាប់យើងឃើញថាមេដូបានចូលទៅក្នុងភូមិដើម្បីទៅមើលដាវដែល Meliodas បានដកសាច់រឿងបានកាត់ទៅដល់ Meliodas, Elizabeth និង Hawk ដែលបានដើរចូលក្នុងព្រៃមួយប៉ុន្តែក៏មើលដែល Meliodas បងប្អូនបានគឺចាប់បងប្អូនមើលណាពួកគេមិនដឹងទេថាព្រៃមួយនេះជាព្រៃរបស់បិសាចដើរបានស្ទុះក្រោយមកគេក៏បានបំបែកភាគខ្លួនជាច្រើនដែលធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលនឹងរឿងមួយនេះជាខ្លាំងប៉ុន្តែនេះគ្រាន់តែជាការបំភាន់ភ្នែករបស់ក្រុមបិសាចមួយក្រុមពួកគេបានរត់តាមបិសាចទាំងនោះប៉ុន្តែក៏បានជួបនៅនឹងនារីម្នាក់ដែលនាងមានឈ្មោះថា Dane នាងកំពុងតែគេងលង់លក់ពេលដែលនាងងើបពីគេងមកនាងក៏បានចាប់ Meliodas ដោយកំហឹងរបស់នាងនិងចង់សម្លាប់ Meliodas ប៉ុន្តែបន្ទាប់ពី Meliodas ប្រាប់ Meliodas បានប្រាប់ពីឈ្មោះរបស់គេដែលធ្វើឲ្យនាងពិតជានឹកគេជាខ្លាំងព្រោះនាងធ្លាប់ស្គាល់នឹង Meliodas ពីការ100000ឆ្នាំមុនប៉ុន្តែបន្ទាប់ពី Dane បានឃើញជ្រូកហុកក៏ចង់ឆាក្បៃជ្រូកហុកលុះពួកគេនិយាយគ្នាបានមួយសន្ទុះមីក៏ស្ដាប់តែមានគោលាន់ពេលនោះមីដូបានចេញមកនិងចាប់ចងចំណងនៅក្នុងធម្មពលរបស់គេសូមទោសអ្នកនរគ្នាតែពិតឈ្មោះរបស់គាត់គឺ Alexander តែប៉ុន្តែខ្ញុំតែងតែហៅគាត់ថាមីដូចឹងអ្នកនរគ្នាខ្ញុំហៅគាត់មីដូបណ្ដោយទៅព្រោះអីសាច់រឿងមុនខ្ញុំធ្លាប់ហៅគាត់ថាមីដូចឹងពេលដែលមីដូមកដល់ Elizabeth បានស្គាល់ហើយក៏បានរំលឹកការពីក្មេងថាគាត់គឺជា
កូនប្រុសរបស់ The Holy Knight Saratras ពេលនោះមីដូចង់សម្លាប់ Meliodas ប៉ុន្តែគាត់ក៏បានរំលឹកពីការគាត់នៅក្មេងគាត់ចង់សងសឹកអំពីការស្លាប់របស់ឪពុករបស់គាត់កាលគាត់នៅពីក្មេងសាច់រឿងក៏បានរំលឹកការពី10ឆ្នាំមុននៃពិធីបុណ្យមួយសាច់រឿងបានបន្តប្រាប់ឲ្យយើងបានដឹងថា Meliodas គឺជាក្រុមអំពើបាបទាំង7នោះលុះសាច់រឿងបានកើតមកដល់បច្ចុប្បន្នវិញមីដូបានដោះលែងក្រុមរបស់ Meliodas និង Meliodas បន្ទាប់មកពួកគេបានប្រយុទ្ធគ្នាក្នុងការប្រយុទ្ធនោះ Meliodas បានចែងនៅក្រោមដៃមីដូដោយសារតែមីដូបានប្រើប្រាស់នូវថាមពលម្យ៉ាងបានផ្ដួលគេសាច់រឿងបានកាត់ទៅពេលបន្ទាប់ពេលនោះមីដូមិននៅទេប៉ុន្តែ Meliodas បានងើបពីការសំណប់របស់គេបន្ទាប់មក Meliodas បានទៅសម្រាកនៅក្នុងហាងស្រារបស់គេកម្មវិធីបន្ទាប់យើងនិយាយអំពីមនុស្ស3នាក់កំពុងតែជជែកគ្នាម្នាក់ឈ្មោះ Holy Knight Guge Holy Knight Freeze ហើយម្នាក់ទៀតគឺជាជំនួយការរបស់គេគឺ Jericho Chan បន្ទាប់ពីនិយាយគ្នាបានមួយសន្ទុះយើងក៏លេចចេញនៅតួអង្គម្នាក់ទៀតដែលមានឈ្មោះថា Holy Knight Ruin និង Holy Knight Godotដែលពួកគេគឺជាក្រុមទាហាន Holy Knight ពេលវេលាបានកាត់ទៅដល់ក្នុងគុកមួយដែលមានបុរស2នាក់កំពុងតែយាមបុរសម្នាក់ដែលជាប់គុកអស់រយៈពេល5ឆ្នាំយើងក៏បានឃើញថាបុរសម្នាក់នោះមានស្នាមសាក់ទៅដូចនឹង Meliodas ដែរនឹងក្រុមរបស់គេដែលឈ្មោះរបស់គេគឺ Ben លុះពេលវេលាបានកាត់ទៅព្រឹកបន្ទាប់ Dane បានដើររកគ្រូពេទ្យនៅក្នុងភូមិដើម្បីជួយទៅដល់ Meliodas ប៉ុន្តែអ្នកភូមិនៅគ្នារត់ដោយសារតែមៀតរបស់គេប៉ុន្តែការដើរស្វែងរកជំនួយពីគ្រូពេទ្យនៅក្នុងភូមិរបស់គេត្រូវបានឃ្លាំមើលទៅដោយពួក Holy Knight ប៉ុន្តែយើងមិនដឹងថាក្រុមទាហាន Holy Knight នឹងធ្វើអ្វីបន្ទាប់ទៅលើក្រុមរបស់ពួកគេពេលនេះ Meliodas ត្រូវបានគ្រូពេទ្យជួយព្យាបាលនិងឲ្យគេសម្រាកនៅលើគ្រែសាច់រឿងបានកាត់ទៅដល់ Dane និង Elizabeth កំពុងតែពិភាក្សាគ្នា Dane បាននិយាយថាគេចាប់ទុក Meliodas ជាមេបញ្ជាការរបស់គេដោយសារតែពេលដែលគេត្រូវបានក្រុមទាហានមួយក្រុមបានធ្វើបាបនាងប៉ុន្តែត្រូវបាន Meliodas ចូលមកជួយប៉ុន្តែយើងមើលទៅ Dane ដូចធ្លាក់អន្លង់ស្នេហ៍ទៅលើ Meliodas យ៉ាងម៉េចទេលុះពួកគេពិភាក្សាគ្នាបានបន្តិចស្រាប់តែនៅក្នុងភូមិមានស្រមោលខ្មៅអ្វីមួយនៅលើមេឃដោយវងទាំងនោះគឺជាសត្វល្អិតប៉ុន្តែពួកគេអាចព្រោះទឹកអាស៊ីតនៅពេលនោះក្នុងភូមិចាប់ដើមចលាចលដោយសារតែសត្វល្អិតទាំងវងនោះក្រុមពួកគេក៏សង្ស័យថាសត្វល្អិតនេះគឺមានពួក Holy Knight នៅពីក្រោយប៉ុន្តែមួយស្ទុះក្រោយមក The Holy Knight Freeze បានចេញមកក្នុងភូមិដើម្បីអុកលូកភូមិពេលនោះ Dane បានបញ្ចុកថ្មដើម្បីសម្រាប់សត្វល្អិតទាំងនោះប៉ុន្តែយើងក៏លេចមកមើល Meliodas ក៏មិនទាន់ជាសះស្បើយនឹងជំងឺរបស់គាត់នោះទេប៉ុន្តែក៏លេចចេញនៅ Holy Knight Guge ចេញមកប៉ុន្តែសាច់រឿងបានកាត់ទៅដល់ក្នុងគុកមួយដែល Ben បានជាប់នៅក្នុងទីនោះក្រុមទាហានយាមនៅមុខទ្វារនោះបាននិយាយអំពីក្រុម The Seven Deadly Sins ដែលមានអ្នកស្នំតំណែងចំនួនថ្មីប៉ុន្តែខណៈពេលនោះ Ben បានទម្លុះទ្វារគុកចេញមកគេក៏បានដោះខ្នោះនឹងរនាំងដែលបានចាក់សាច់របស់គេដោយគ្មានភាពជឿចាប់ Jericho Chan បានចូលមកវាយប្រហារគេប៉ុន្តែមិនអាចធ្វើអ្វីគេបានទេត្រឹមតែកោបពុកមាត់របស់គេតែប៉ុណ្ណោះអរគុណបងប្អូនប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដាននិងទស្សនានៅវីដេអូដែលខ្ញុំបានសម្រាយនេះជាលើកដំបូងរបស់ខ្ញុំហើយក្នុងការសម្រាយរឿងសិក្ខាតែបងប្អូនទាំងអស់គ្នាអភ័យទោសនិងកំសាន្តដោយសប្បាយរីករាយហើយប្រិយមិត្តទាំងអស់គ្នាកុំភ្លេចជួយ Subscribe ចុច Like អ្នកមួយខ្ញុំនឹងប្រឹងធ្វើវីដេអូឲ្យល្អជាងនេះបាទសូមអរគុណ